ជំរាបសួរប្រិយមិត្តទូរទស្សនិកជនក៏ដូចជាអស់លោកលោកស្រីអ្នកនាងកញ្ញាដែលកំពុងទស្សនានៅក្នុងកម្មវិធីរបស់យើងនៅឱកាសនេះលោកអ្នកកំពុងតែទស្សនានៅក្នុងកម្មវិធី Pop Zone ដែលជាកម្មវិធីថ្មីមួយបង្កើតឡើងដើម្បីផ្ដល់ជាភាពងាយស្រួលក្នុងការកំណត់គោលដៅទេសចរមួយចំនួនជុំវិញពិភពលោកផ្ដល់នូវភាពងាយស្រួលមួយទៀតនោះគឺដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានត្រៀមខ្លួនរួចជាមុនថាតើគម្រោងទេសចរលក្ខណៈក្រុមគ្រួសារមិត្តភ័ក្តិបងប្អូនត្រូវត្រៀមអ្វីខ្លះដែរត្រឹមត្រូវមែនទែនពីព្រោះថាពេលដែលយើងធ្វើដំណើរទៅកំសាន្តជាមួយនឹងប្រទេសនីមួយៗយើងត្រូវតែត្រៀមខ្លួនជាមុនពីព្រោះថាបើសិនជាយើងអត់ដឹងលំដាប់ទី1ទី2ទី3ទី4ទេយើងទៅប្រទេសនីមួយៗមានអារម្មណ៍ថាពិបាកមែនទែនអញ្ចឹងបើសិនជាឲ្យយើងច្បាស់លាស់មែនទែនគឺពីអ្នកយើងអត់ទាន់ដឹងទេអញ្ចឹងមានតែជួបជាមួយនឹងអ្នកជំនាញរបស់យើងផ្ទាល់តែម្ដងបាទសូមជម្រាបជំរាបសួរចារីករាយដែលបានជួបអ្នកទាំងពីរនៅក្នុងថ្ងៃនេះចាតាមពិតទៅយើងគួរតែជម្រាបជូនទៅកាន់បងប្អូនទាំងអស់គ្នាមុននេះបន្តិចដែរចាក្រៅពីការរៀបរាប់ក៏ដូចជាផ្ដល់នៅផលចំណេញផ្ដល់នៅភាពងាយស្រួលគឺតាមរយៈពាក្យពេចន៍របស់អ្នកឯកទេសជំនាញរបស់យើងព្រោះតែពីអ្នកយើងបើទោះបីជាយើងធ្លាប់ដើរលេងច្រើនក៏អត់ដូចអ្នកឯកទេសដែរត្រឹមត្រូវបាទចាឥឡូវសូមណែនាំខ្លួនជាមុនសិនបាទសូមគោរពជំរាបសួរទស្សនិកជនទាំងអស់គ្នាខ្ញុំបាទយូឆៃជាអ្នកដឹកនាំដំណើរកម្សាន្តប្រចាំក្រុមហ៊ុន Tesco World Pop បាទជំរាបសួរទស្សនិកជនទាំងអស់គ្នាខ្ញុំឈ្មោះថារីជាអ្នកដឹកនាំធួនៅក្រុមហ៊ុន Tesco World Pop ដូចគ្នាចារីស្អាតចាអញ្ចឹងថ្ងៃនេះដែរអ្នកទាំងពីរតំណាងឲ្យប្រទេសមួយណាម្នាក់បាទសម្រាប់ខ្ញុំតំណាងឲ្យប្រទេសចិនអូណែនាំទៅកាន់ប្រទេសចិនเนาะបាទសម្រាប់ថ្ងៃនេះខ្ញុំសូមចែករំលែកទៅកាន់ប្រទេសកូរ៉េបងទៅប៉ែខាងកូរ៉េអូចិនមួយកូរ៉េវិញเนาะចាអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលតែងតែដំណើរក្នុងចិត្តថាអូប្រទេសហ្នឹងក៏ជាប្រទេសដែលខ្ញុំចង់ទៅដែរប៉ុន្តែគាត់នៅអត់ដឹងទៅណាអត់ដឹងធ្វើម៉េចដើម្បីទៅលេងប្រទេសនោះឲ្យបានសុបាយចាឥឡូវនេះយើងមានអ្នកជំនាញរបស់យើងនៅនេះស្រាប់ហើយខ្ញុំជឿចិត្តថាចេះមនុស្សម្នាក់ៗគឺគាត់តែងតែមាន plan នៅក្នុងជីវិតរបស់គាត់ថាចេះក្នុងជីវិតនេះគាត់ត្រូវបានទៅប្រទេសណាខ្លះគឺមាន note របស់គាត់ណាអញ្ចឹងចិនជាមួយនឹងប្រទេសកូរ៉េនេះគឺជាប្រទេសមួយគេហៅថាពេញនិយមបាទគេមានគេចង់ទៅច្រើនចាអញ្ចឹងសម្រាប់ប្រទេសចិនថាតើគោលដៅសំខាន់ណាខ្លះដែលភ្ញៀវទេសចរទាំងអស់គាត់គួរតែសម្រេចចិត្តថាទៅលេងប្រទេសចិនបាទបងសម្រាប់គោលដៅសំខាន់ហើយដែលល្បីសប្បាយបាទនៅក្នុងប្រទេសចិនពេលបច្ចុប្បន្ននេះមានសៀងហៃប៉េកាំងទី1តាក់ទងជាមួយកន្លែងដើរលេងយើងអាចទៅមើលប្រវត្តិសាស្ត្រចិនដែលគេល្បីនៅលើពិភពលោកគឺមហាកំផែងចិនបាទយើងអាចឡើងទៅលើមហាកំផែងនឹងបានហត់ទេពេលឡើងទៅហត់ទេឡើងសួរអត់ហត់ទេបងគេមានពាក្យស្លោកចិនមួយនិយាយថាឲ្យតែទៅដល់ហ្នឹងយើងឡើងតែមួយកម្មក៏ខ្លាយជាអ្នកក្លាហានខ្ញុំហ្នឹងហើយទៅមួយកម្មខ្ញុំចង់វិញអត់ទី2យើងអាចចូលទៅក្នុងវាំងចិនបាទយើងធ្លាប់ទៅមើលរឿងភាគចិនដំណាក់ក្រោយវាំងអីយើងអាចទៅដល់នោះចូលទៅក្នុងវាំងទស្សនាវាំងរបស់គេបាទយើងអាចសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រវាំង600ឆ្នាំជាងរបស់ចិនណាបងបានបាទហើយជាពិសេសនៅប៉េកាំងហ្នឹងយើងអាចភ្លុកអាហារដែលល្បីនៅខាងហ្នឹងគឺទាប៉េកាំងបាទត្រឡប់ពីខាងនេះមកដល់ខាងសៀងហៃវិញអញ្ចឹងសៀងហៃមានអីខ្លះទី1គឺសួនកំសាន្ត Disneyland បាទបងយើងអាចចូលទៅលេងខាងក្នុងនឹងបានរហូតយើងមានពេលវេលាគ្រប់គ្រាន់ចង់បានលេង roller coaster ឬក៏លេងបែបជាល្បែងកម្សាន្តផ្សេងៗដែលយើងនឹកសម័យមើលគំនូរជីវចលតាំងពីទូចនេះយើងអាចឃើញបានទាំងអស់តុក្កតាមីគីម៉ៅអីនៅក្នុងនឹងបាទហើយជាពិសេសហ្នឹងគឺគេមានបាញ់កំជ្រួចនៅពេលយប់ទៀតណាបងបាទសស្អាតមែនតើកំជ្រួចច្បាស់ថាយើងចំណាយពេលមួយថ្ងៃនៅក្នុង Disneyland ហ្នឹងហ្មងបាទមានពេលគ្រប់គ្រាន់នៅក្នុង Disneyland ហ្នឹងបាទហើយយើងចង់លេងអីយើងចង់ជិះអីយើងបានលេងទាំងអស់ត្រូវអត់បាទបងអូខេបាទអញ្ចឹងនៅមានយើងអាចឡើងទៅប៉ម Oriental Pearl Tower ប៉មហ្នឹងកម្ពស់468ម៉ែត្របងយើងឡើងទៅដល់លើហ្នឹងយើងអាចឃើញទិដ្ឋភាពទីក្រុងសៀងហៃទាំងមូលបានអាគារខ្ពស់ច្រើនមែនតើបាទស្រស់ស្អាតមែនតើហើយជាពិសេសហ្នឹងយើងអាចថាទៅតំបន់ដបានគឺមាត់ទន្លេសៀងហៃជាពិសេសពេលយប់ហ្នឹងគឺគេបើកភ្លើងស្រស់ស្អាតមែនតើហ្មងបើសិនជាអាចប្រៀបទៅវាបែបដូចជាឋានសួគ៌នៅខាងសៀងហៃអញ្ចឹងបងស្អាតខ្លាំងគាត់និយាយមកយើង image ដល់កន្លែងហ្នឹងហ្មងហីមែនបាទឃើញរូបភាពហ្នឹងហ្មងបាទយើងអាចទៅមើលប្រវត្តិសៀងហៃដែរអញ្ចឹងមិនមែនមានតែពេលកាំងទេសៀងហៃក៏គេមានប្រវត្តិដែរគេមានសារមន្ទីរកម្ពុជាឲ្យយើងចូលទៅមើលទស្សនាអំពីប្រវត្តិសៀងហៃដែលឆ្លងកាត់អីខ្លះរហូតក្លាយជាទីក្រុងទំនើបរហូតដល់សប្តាហ៍ថ្ងៃហ្នឹងអញ្ចឹងណាបងបាទហើយនៅសៀងហៃក៏អត់ខ្វះដែរអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់បាទជាពិសេសគឺនំប៉ាវប្រចាំតំបន់របស់ខាងសៀងហៃគោលដៅបន្ទាប់ក៏កំពុងតែល្បីខ្លាំងពេលបច្ចុប្បន្ននេះដែរគឺខាងឆុងឈីងឆឹងទូបើគេនិយាយអំពីឆុងឈីងឆឹងទូគេនឹកឃើញទៅដល់ស៊ុប hot pot អាហិលគេចេញពីខាងឆុងឈីងនឹងបាទ
ហើយទៅដល់យើងក៏មានរៀបចំអាហារស៊ុប buffet ហ្នឹងជូនភ្ញៀវដែរ buffet ទៀត បាទ buffet ទៀត ចាំមកសេរី បាទចឹងកន្លែងថតរូបក៏ច្រើនដែរជាពិសេសសម្រាប់អ្នកដែលចូលចិត្តខ្លាឃ្មុំ Panda អូខេ បាទអញ្ចឹងទៅដល់ហ្នឹង everywhere យើងឃើញ Panda គ្រប់កន្លែងប៉ុន្តែខាងបងអូនមានរៀបចំជូនទៅហ្នឹងគឺចូលទៅសួនសត្វ Panda នៅខាងឆិនទូបាទត្រឡប់មកវិញគឺនៅខាងឆុងឈីងបាទតែបងអាចចាប់អារម្មណ៍ឃើញបានឃើញអាគារគេបើកភ្លើងពេលយប់ពណ៌ក្រហមអីហ្នឹងបាទហ្នឹងគឺអាគារហុងយ៉ាតុងដែលគេល្បីមែនតើគេទៅថតរូបហើយជាពិសេសយើងអាចមានពេលទៅស្រស់ស្រូបអាហារឬក៏ដើរលេងនៅចិត្តហ្នឹងអាចថតរូបលេងបានស្អាតមែនតើបាទហើយមួយទៀតយើងទទួលបទពិសោធន៍ជិះអតេះភ្លើងទម្លុះអាគារដែលគេល្បីនៅខាងឆុងឈីងហ្នឹងបងពេលច្រើនបងអាចឃើញគេទៅថតនៅក្បែរហ្នឹងតែតែហាមាត់អីអតេះភ្លើងចូលមាត់ហ្នឹងយើងក៏មានទៅថតហើយមានទៅ experience ជិះអតេះភ្លើងទម្លុះអាគារ landmark របស់គេ landmark ឃើញអត់យើងឃើញគេថតយើងចង់តែយើងដឹងកន្លែងហ្នឹងឈ្មោះអី ត្រូវអូហើយដល់ពេលយើងអ្នកជំនាញយើងតិចយើងដឹងថាអូបងយើងត្រូវថតឈរឡើងនេះប្លង់ឡើងនេះដើម្បីមើលទៅឃើញស្អាតអីចឹងណាបើសិនជាកន្លែងថតរូបវិញអាចថាស្អាតហើយបែបរៀបរាប់អត់អស់ហើយស្អាតច្រើនស្អាតខ្លាំងមែនតើទីក្រុង shopping ឬក៏មិនដែរ បើសិនជា shopping រហូតដល់ខ្ញុំទៅខាងហ្នឹងខ្ញុំជាមួយភ្ញៀវអីដាក់មកវិញប្រហែល2វ៉ាលីហ្មង សម្បូរ souvenir ច្រើនមែនតើតុក្កតាច្រើនមែនតើហើយអាចនិយាយបានថា shopping brand ក៏មាននៅមានមួយកន្លែងទៀតដែលខ្ញុំអាចនិយាយបានថា recommend មែនតើគឺតំបន់បែបជាទេសចរធម្មជាតិឆាំងសាចាំងជាជាបើសិនជាតែអត់ដែលឮស្ដាប់ទៅប្រហែលជាប្លែកបន្តិចប៉ុន្តែបើសិនជាយើងអ្នកដែលធ្លាប់ទស្សនាភាពយន្តរឿងអវតារវគ្គ1ក៏គេថតនៅតំបន់ហ្នឹងដែរអញ្ចឹងយើងទៅដល់ហ្នឹងអាចឃើញបែបជាភូមិបុរាណបាទដែលយើងមើលទៅអាចត្រឡប់ទៅអតីតកាលឬក៏យើងធ្លាប់តែឃើញនៅក្នុងភាពយន្តចិនទេប៉ុន្តែនៅពេលដែលយើងទៅដល់ហ្នឹងយើងមើលទៅយើងអាចឆ្លងភពទៅដល់អតីតកាលអញ្ចឹងបងបើថាទស្សនភាពដែលយើងឃើញហ្នឹងគឺដូចយើងមើលតាមរឿងភាគរដងតែឥឡូវយើងទៅឃើញផ្ទាល់ពិតតែម្ដងមែនទេបាទបងអូយរំភើបមែនតើគាត់និយាយចង់ទៅបាត់ហើយហ្នឹងគេមានអាគារ72ជាន់ពេលយប់បើកភ្លើងគឺស្រស់ស្អាតមែនតើបងអូបានន័យថាវាជាភូមិឋានបែបបុរាណហើយក៏មានទំនើបនៅហ្នឹងដែរបាទបុរាណបែបទំនើបហើយធម្មជាតិដែរប្លែកមែនទេណោះបាទអស់ហើយនៅមានទៀតមានទៀតថាចិនមានច្រើនមែនទេមានបាទបងអញ្ចឹងយើងនឹងមានកម្មវិធីជិះកត្រកខ្សែកាបទស្សនាទិដ្ឋភាពភ្នំបាទអាចនិយាយបានថាភ្នំនៅខាងនោះស្រស់ស្អាតមែនទែនគ្រាន់តែយើងជិះកត្រកខ្សែកាបមើលឬក៏ថតរូបលេងយើងមានអារម្មណ៍ថាស្រស់ស្រាយភ្លេចអស់ទុក្ខកង្វល់អញ្ចឹងណាបងបាទតាមធម្មតាខ្សែកាបជិះកត្រកហ្នឹងវាមានចិត្តវាមានឆ្ងាយថាតើនៅហ្នឹងគឺជាប្រភេទអាវែងតែម្ដងឬក៏មិនបាទបងខ្សែកាបវែងយើងអាចគយគន់ទេសភាពទស្សនាថតរូបលេងបានយូរដែរអូទៅបើយើងទៅមួយ World Pop ចឹងអាហ្នឹងគឺ include មួយគ្នាដែរបាទបងអត់មានចាំបាច់ចំណាយផ្សេងទេអូខេគាត់តែរៀបរាប់ប្រមាណទីតាំងណាសម្រាប់អ្នកដែលចូលចិត្តថតរូបដូចជាពួកយើងចាមានអារម្មណ៍ថាវាពិបាកទប់អារម្មណ៍និយាយមែនខ្ញុំមានអារម្មណ៍ថាខ្ញុំក៏ស្ដាប់គាត់ថាខ្ញុំចង់ទៅហ្មងជាទីក្រុងដែលយើងអត់ធ្លាប់ទៅតែយើងស្ដាប់គាត់ទៅមានអារម្មណ៍ថាយើង in ជាមួយនឹងអ្វីដែលគាត់បាននិយាយមកថាតាំងពីជិះខ្សែកាបតាំងពីទៅភូមិបុរាណទៅអីទៅមានអារម្មណ៍ចង់ទៅមែនទេបើសិនជាសម្រាប់ទីក្រុងមួយទៀតក៏ល្បីហើយស្រស់ស្អាតដូចគ្នាគឺនៅខាងខុនមីងបងខុនមីងខុនមីងនៅកន្លែងហ្នឹងគេមានភ្នំតកកមកហើយបើសិនជាក្នុងខែ3ខែ4នេះគឺស្អាតខ្លាំងមែនទែនដោយសារតែនៅជើងភ្នំហ្នឹងគឺផ្ការីកស្អាតខ្លាំងហើយឡើងទៅដល់លើភ្នំគេមានបឹងគេពណ៌ខៀវសង្ងាត់ចឹងប៉ុន្តែយើងអាចទៅដល់កន្លែងលើកំពូលភ្នំនឹងបានអត់បាទទៅដល់ខាងលើហ្នឹងយើងជិះកត្រកខ្សែកាបគេបកខាឡើងទៅដល់លើហ្នឹងបងបាទឥឡូវថានៅខុនមីងហ្នឹងសម្បូរវត្តទៀតមែនទេវត្តច្រើនវត្តសិទ្ធិវត្តដែលគេថាវត្តស័ក្តិសិទ្ធិវត្តបុរាណហ្នឹងច្រើនមែនតើមែនទេបាទបងមានកន្លែងមាន schedule ត្រូវទៅហ្នឹងឯងមានទៅវត្តអីទៅបន់ស្រន់ទៅអីចឹងមានក្នុងហ្នឹងនិយាយចំកន្លែងដើរលេងនីមួយអាចនិយាយបានថានៅខាងចិនក៏គេអបិយជំនឿទៅលើសាសនាពុទ្ធដែរបាទអញ្ចឹងគេមានកន្លែងបន់ស្រន់គេដែរបងបាទអាចថាទៅបនសូមឲ្យសុខសប្បាយលាភាពនៅលីវអីអញ្ចឹងស័ក្តិសិទ្ធិបងយើងចង់លាភាពនៅលីវប៉ុន្តែនៅលីវវាមិនចង់លាយើងណាចាដូចអ្នកទាំងពីរអញ្ចឹងណាយកទៅសោកមករហូតដល់ចូលអីមែនអូគ្រាន់តែស្ដាប់ត្រួសពីកន្លែងមួយចំនួនណាចាអត់ចម្លែកទេដែលយើងត្រូវសម្រេចចិត្តប្រើពេលវេលាសាកល្បងនៅរសជាតិដំណើរទេសចរទៅកាន់ប្រទេសចិនចានេះគ្រាន់តែត្រួសឯណាចាហើយជាមួយនឹងរូបភាពមួយចំនួនដែលក្រុមការងាររបស់យើងដាក់បង្ហាញជូនទៅកាន់បងប្អូនទាំងអស់គ្នាចុះទម្រាំអារម្មណ៍យើងទៅដល់ទីកន្លែងហ្នឹងទៀតខុសគ្នាមែនតើបាទឥឡូវទៅកាន់ប្រទេសកូរ៉េវិញញោមថ្ងៃនេះនាំអារម្មណ៍បងប្អូនដើរលេងច្រើនប្រទេសណាចា
តែកាន់ប្រទេសកូរ៉េវិញថាតើមានអំណះអំណាងអីណាមួយដែលយើងគួរតែសម្រេចចិត្តប្រើពេលវេលាដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េ តើតើក្នុងប្រទេសកូរ៉េវិញក៏មានចំណុចពិសេសច្រើនដែរបងធម្មតាប្រទេសមួយតែតែមានចំណុចពិសេសរៀងៗខ្លួនដែរអញ្ចឹងតំបន់ទេសចរដែលខ្ញុំ recommend ទៅបងប្អូនយើងនោះមានដូចជាកោះណាមីបងកោះណាមីហ្នឹងគឺជាកន្លែងដែលគេថតរឿងromantic Winter Sonata បងដែរនៅជំនាន់ខ្ញុំក្មេងៗពេលហ្នឹងប៉ុន្តែខ្ញុំឮល្បីតគ្នារហូតហើយនៅកោះណាមីហ្នឹងទេសភាពស្អាតមែនតើបងដោយសារមុននឹងយើងទៅដល់កោះហ្នឹងគឺយើងត្រូវជិះសាឡាងនៅកូរ៉េក៏មានសាឡាងជិះដែរបងទៅដល់កោះហ្នឹងគ្រាន់តែសាឡាងគេរៀងធំជាងយើងហើយយើងជិះសាឡាងកាត់ទន្លេហាន់ទៅដើម្បីទៅដល់កោះណាមីហ្នឹងណាអញ្ចឹងពេលដែលយើងទៅដល់កោះណាមីហ្នឹងគេមានកោះហ្នឹងធំមែនតើបងដូចជា10-20 គីឡូអីបងអញ្ចឹងនៅលើកោះហ្នឹងគឺមានកន្លែងលេងជាច្រើនយើងអាចញ៉ាំអីនៅលើហ្នឹងក៏បានមានកន្លែងញ៉ាំអីដែរចាមានកន្លែងញ៉ាំអីពេជ្រនិចលក្ខណៈគ្រួសារឬក៏មិត្តភ័ក្តិអីចឹងណាបងហើយបើសិនជាយើងចង់ជួលកង់ជិះលេងមើលទេសភាពជុំវិញកោះហ្នឹងក៏បានដែរហើយទន្លេគេឡើងស្អាតបងអញ្ចឹងក្រៅពីកោះណាមីហើយយើងក៏មានវិជ្ជាវាំងបុរាណបងស្លៀកពាក់បៃនីកូរ៉េហាន់បុកឈូតបងចាចឹងអ្នកដែលគាត់ចូលចិត្តថតរូបជាពិសេសស្រីយើងទៅអត់ចោលទេថតរូបធ្វើដូចជនជាតិកូរ៉េស្លៀកពាក់បុរាណចាកូរ៉េនៅមានកៅអៅរបស់គេផាត់មុខធ្វើសក់ឲ្យយើងនៅកន្លែងហ្នឹងឲ្យហើយហ្មងហើយក្រៅពីហ្នឹងយើងក៏មានជីកត្រកខ្សែកាបមើលកត្រកខ្សែកាបហ្នឹងគឺយើងមើលឃើញទស្សនវិជ្ជាទីក្រុងសេអ៊ូលទាំងមូលហ្មងបងគឺស្អាតមែនតើជីកត្រកខ្សែកាបដើម្បីទៅចាក់សោស្នេហាគេបីរ៉ូមែនទិកចាហ្នឹងហើយបើតែអត់ទាន់មានគូដូចបងអីអាចសាក់ទៅបានអីទេចាក់ឲ្យថាជាប់នៅហ្នឹងចារកគូអត់ចំណុចហ្នឹងគេសម្រាប់តែអ្នកមានគូចាក់ឲ្យត្រូវទេអត់គូក៏បានដែរបងចាំម្នាក់ឯងប៉ុន្តែបើយោងតាមបទពិសោធន៍បងធ្លាប់ទៅហ្នឹងបានន័យថាមិនសំដៅទៅលើអ្នកដែលមានគូទេឧទាហរណ៍បំណងប្រាថ្នារបស់យើងយើងអាចសរសេរនៅក្នុងហ្នឹងអញ្ចឹងបានន័យថាងំតែយើងទៅដល់កន្លែងចាក់សោស្នេហាហ្នឹងយើងត្រូវគយគន់ទេសភាពតាមរយៈការជិះកត្រកហ្នឹងទៅខ្សែកាបហ្នឹងទៅហើយពេលទៅដល់លើហ្នឹងទេសភាពហត់តែស្អាតទៀតយើងអាចថតហូបថតហើយមើលឃើញទីក្រុងសេអ៊ូលទាំងមូលហ្មងដោយសារនៅលើហ្នឹងរៀងខ្ពស់ដែរអញ្ចឹងណាបងហើយគេមានកន្លែងហាងកាហ្វេហាងអីអង្គុយលេងដែរដូចគ្នាមានប៉មនៅចិត្តកន្លែងហ្នឹងមួយទៀតត្រូវទេចាបងប៉មសេអ៊ូលដូចគ្នាប៉មហ្នឹងយើងឡើងមកយើងថតឃើញ view ទាំងអស់ចាស្អាតចាអញ្ចឹងក្រោយពីនិយាយទៅមានកម្មវិធីជាច្រើនហើយមួយទៀតគឺសួនកំសាន្ត Everland នៅសួនហ្នឹងគឺធំដូចគ្នាបងគឺចំណាយពេលមួយថ្ងៃទេហ្នឹងអាចចំណាយពេលមួយថ្ងៃដោយសារអីមានសួនសត្វនៅក្នុងសួនហ្នឹងទៀតបើសិនជាដោយថាអ្នកខ្លះគាត់អត់ចូលចិត្តជិះroller coaster ឬក៏អីគាត់រៀងខ្លាចអញ្ចឹងគាត់អាចទៅមើលសួនសត្វលេងក៏បានដែរសម្រាប់អ្នកគេលើជិះអញ្ចឹងទៅអ្នកអត់គេមានកន្លែងសួនសត្វសម្រាប់តែគាត់បេះដូងខ្សោយអញ្ចឹងណាមុនមានកន្លែងធម្មជាតិជីតែอยู่ប៉ុណ្្នឹងមែនប៉ុន្តែចូលចិត្តបែបរំភើបexcited ចាបងចាបើថាហ្នឹងគឺយើង include ចូលមួយគ្នាដែរเนาะហើយបន្ទាប់មកទៀតពេលយប់យើងក៏មាន schedule ទៅដើរលេងនៅផ្សាររាត្រីដែរសាមយ៉ងដងដែលល្បីជាងគេនៅទីក្រុងប្រទេសកូរ៉េនៅមកបង skin care នោះកំពុងមិនចឹងហ្មងខ្ញុំចូលចិត្តជាងគេពេលដែលទៅសម្បត្តិរឿងម៉ាស់ហ្នឹងហ្មងម៉ាស់បិទមុខខ្ញុំគិតថារៀបរាប់មកសន្ទុះមិញហ្នឹងដូចជានៅសល់បន្ថែមទៀតត្រូវអត់ពូកូរ៉េមានកន្លែងច្រើនមែនតើបាទបងចាក់ស្ដែងដូចថារីគាត់ជំរាបជូនគេតែពីកន្លែងដែលគាត់ជំរាបជូនល្បីហ្នឹងយើងនៅសល់ទៀតដែលគេកំពុងតែល្បីនៅបណ្ដាញសង្គមអីផ្សេងៗដែលបងតែងតែឃើញគេកាន់សៀវភៅអាននៅបណ្ណាល័យបាទកន្លែងហ្នឹងគេចូលចិត្តទៅថតរូបមែនតើបាទគេតែពីបណ្ណាល័យហ្នឹងហើយយើងមានដូចជារដូវតកកនេះយើងមានទៅជិះស្គីតកកនៅខាង resort នៅខាងកូរ៉េដែរហើយចាក់ស្ដែងមិនមែនធំតែជិះស្គីទេយើងមានរៀបចំ resort ឲ្យគេនៅកន្លែងស្គី resortអញ្ចឹងភ្ញៀវគាត់មានពេលគ្រប់គ្រាន់សម្រាប់ជិះស្គីអាចថាគេនៅនឹងបានអញ្ចឹងទៅទស្សនាពេលយប់លេងបន្តអញ្ចឹងណាបងបាទយើងទទួលបទពិសោធន៍ winter នៅស្រុកគេបាទហើយកន្លែង resort គេហ្នឹងបទពិសោធន៍ខ្ញុំធ្លាប់ទៅណាយើងថតរូបមើលពីលើទៅគឺឃើញស្អាតមែនតើហ្មងចាសម្រាប់អ្នកអត់ចេះអត់ហ៊ានជិះស្គីហ្នឹងយើងថតទៅគឺឃើញដល់គេជិះស្គីពីលើមកអូស្អាតហើយយើងគាត់ពេលឡើងយើងគាត់ឈរថតទៅបានហើយអត់គាត់មិនខ្វល់ជិះមិនជីទេបាទចាតែមិនដើម្បីយើងចំណាយពេលវេលាហ្នឹងទស្សនវិជ្ជាដែលយើងគួរបានគឺអារម្មណ៍និងការចងចាំរបស់យើងឥឡូវរៀបរាប់បើសន្ទុះមកហើយយើងអត់ទាន់ដឹងទេថាតើគួរតែចំណាយពេលវេលាទៅលេងកូរ៉េខែណាទៅសប្បាយទៅលេងចិនខែណាទៅសប្បាយទេសុំមកកន្លែងចំណុចពិសេសហ្នឹងបន្តិចណាចាបាទបងអញ្ចឹងសម្រាប់ចិនបើសិនជាទៅតាមចំណង់ចំណូលចិត្តប៉ុន្តែបើសិនជាខែដែលសប្បាយដែលស្អាតអត់ត្រជាក់ខ្លាំងខ
ខែ3ខែ4នេះ ខែ3ខែ4 បាទរដូវកាលរីក រដូវ អញ្ចឹងយើងទៅដល់មានអារម្មណ៍ថាស្រស់ស្រាយបាទអាចនិយាយបានថាបើសិនជាសម្រាប់គូស្នេហ៍មិនថាក្មេងចាស់ទៅដល់អាចរំលឹកភាពប៉ែមល្ហែមសិទ្ធស្នេហ៍គ្នាត្រឡប់មកវិញអញ្ចឹងទៅ គឺអីដែរ អ្នកអត់មានគូក៏យើងទៅសប្បាយមានគូយើងទៅតាមខ្លួនយើងទៅបាទចាចំណាយពេលប្រហែលជាប្រហែលថ្ងៃដែរមកទៅបាទ តាមគោលដៅនីមួយៗប្រហែលជា5ថ្ងៃ6ថ្ងៃអីចឹងណា អស់យូរសម្រាប់6ថ្ងៃហ្នឹង បាទបងបាទបន្ទាប់មកអាចថាទៅបើសិនជាចូលទៅដល់ខែ7ខែ8បាទរដូវកាលដែលក្មេងៗវ៉ាកងអីគាត់អាចជ្រើសរើសទៅសៀងហៃពេលកាំងដែរដែលសារនៅខាងនោះមានសួនកំសាន្តសម្រាប់ដែលសារតែក្មេងៗគាត់ចំណាយពេលរៀនអស់យូរដែរអញ្ចឹងគាត់អាចវ៉ាកងអាចទៅលេងបានអញ្ចឹងណាបងបាទ ទៅមកដូចថាមានម្ដងទៅបើអ្នកចិត្ត snow អីទៅខែ11 12ត្រូវទេ ខែ12 1 2បង 12 1 2 បាទ ចា ចិត្ត snow អូខេបាទ អូចឹងមានបានន័យថាមានច្រើនជំរឿសដែលអាចទៅបានដែរចាអញ្ចឹងបងប្អូនដែលបានមើលកម្មវិធីរបស់យើងគាត់ឡាច់លៃថាអូអ្នកខែនេះតំណងគាត់ឆ្លៀតពីការងារបានកូនចៅរបស់គាត់អាចទៅបានជុំគ្នាចាចុះសម្រាប់ប្រទេសកូរ៉េវិញថាតើមានអំឡុងខែណាខ្លះដែរដែលយើងគិតថាអូវាជា high season ឬក៏ទេសភាពនៅនឹងស្អាតអំណោយផលដែលយើងគួរទៅបាន ចាសម្រាប់កូរ៉េវិញគឺសម្រាប់ខ្ញុំហ្មងគឺគិតថាស្អាតទាំងអស់បងដោយសារនៅប្រទេសកូរ៉េហ្នឹងគេមាន4រដូវ បានគ្រប់ពេលបានគ្រប់ពេល តែពេលណាក៏ត្រូវដែរអាស្រ័យលើបងប្អូនខ្លះគាត់ចូលចិត្តតិចចឹងទៅគាត់អាចទៅចុងឆ្នាំខែ12ខែ1ខែ2ស្តៀងចិនដូចគ្នាចឹងអញ្ចឹងបើយើងទៅចុងឆ្នាំហ្នឹងយើងអាចជិះស្គីតកកលេងអីចឹងទៅមើលព្រិលធ្លាក់ប៉ុន្តែបើសិនជាចាស់ឬក៏ណាគេដែលគាត់ចាញ់តិចអីគាត់អាចទៅ spring ឬក៏ summer ខែ3ខែ4ខែ5មិនអាចទៅមើលផ្ការីកបានបងជាពិសេសនៅកូរ៉េក៏មានសាការ៉ាដែរមានថាសាការ៉ាហ្នឹងមានតែនៅជប៉ុនទេចាអញ្ចឹងបានន័យថាកូរ៉េខែណាក៏ទៅបានដែរហើយយោងតាមបទពិសោធន៍ពួកយើងនៅខាងហ្នឹងផ្ទាល់ហ្មងគឺយើងនឹងរៀបរាប់ប្រាប់ទៅកាន់ភ្ញៀវរបស់យើងវិញហើយថាអូឥឡូវបើសិនជាគាត់មានពេលវេលាចាក្នុងខែនេះយើងនឹងទៅឃើញបែបនេះឃើញបែបនេះកន្លែងបែបណាចាបាទប៉ុន្តែយើងជម្រាបជូនទៅដល់បងប្អូនទាំងអស់គ្នាហ្នឹងមិនមែនថាត្រូវទៅខែ3ខែ4ឬខែ11 12ខែ1អញ្ចឹងអត់មានទេបើសិនជាបងប្អូនទៅខែណាអាចមកសាកសួរព័ត៌មានបានយើងទៅខែណាបានដែរប៉ុន្តែបើសិនជាល្អយើងមាន option ល្អឲ្យពួកគាត់ថាខែនេះល្អចេះល្អចេះល្អចេះមែនទេបាទចាតាមធម្មតាគេមានចំណុចពិសេសរបស់គេទៅតាមរដូវកាលមួយដែរចាអញ្ចឹងក៏មិនខុសអីដែលយើងតែងតែនិយាយគ្នាលេងណាថាគោលដៅទេសចរគឺមានហើយប៉ុន្តែសំខាន់យើងជ្រើសរើសត្រូវអត់ចំកន្លែងដែលយើងត្រូវការជំនួយពីពួកគាត់អត់ចាអញ្ចឹងថ្ងៃនេះគិតថាគ្រប់គ្រាន់ហើយសម្រាប់បងប្អូនដែលទស្សនាកម្មវិធីរបស់យើងចង់ដឹងព័ត៌មានពីកន្លែងទេសចរតាក់ទងមួយប្រទេសចិននិងប្រទេសកូរ៉េប៉ុន្តែអត់ទាន់ចប់ទេណាកម្មវិធីរបស់យើង Pop Zone របស់យើងនេះគឺនាំបងប្អូនដើរលេងសឹងតែជុំវិញពិភពលោកហើយបាទកាយពីបទពិសោធន៍ហើយជាមួយនឹងអ្វីដែលល្អៗជាពិសេសបងប្អូនត្រូវធៀមចំណុចអីខ្លះមុននឹងធ្វើដំណើរបាទយើងនៅមានប្រទេសជាច្រើនទៀតដែលនឹងធ្វើការបង្ហាញជូនទៅកាន់បងប្អូនទាំងអស់គ្នាអរគុណទៅកាន់អ្នកទាំងពីរដែលបានចំណាយពេលវេលាចូលរួមចាហើយវគ្គក្រោយខ្ញុំគិតយូរទាំងអស់គ្នានឹងបានទស្សនាថាតើកម្មវិធី Pop Zone មានលក្ខណៈពិសេសបែបណានឹងយកប្រទេសពីរណាផ្សេងទៀតដើម្បីមកជម្រាបជូនព័ត៌មានលម្អិតជូនទៅកាន់បងប្អូនទាំងអស់គ្នាជួបគ្នានៅវគ្គក្រោយជាបន្ត Welcome to Pop Zone. Japan. Endless discovery. Japan. Endless discovery. The ultimate experiences. United Arab Emirates. Ultimate experiences. United Arab Emirates.
សកុំកាន់វគ្គជាបន្តទៀតលោកសេនីកញ្ញាក៏ដូចជាបងប្អូនរបស់យើងបានស្ដាប់រួចមកហើយអំពីបើគឺថាពីវគ្គជាដំបូងហ្នឹងគឺថាពិតជាអស្ចារ្យមែនទែនពីមួយប្រទេសទៅមួយប្រទេសធ្វើឲ្យយើងកាន់តែចង់ដឹងហើយចង់ដឹងថានៅក្នុងវគ្គនេះលោកសេនីកញ្ញាក៏ដូចជាបងប្អូនរបស់យើងបានជួបជាមួយនឹងអ្នកជំនាញរបស់យើងដែលគាត់នឹងធ្វើការជំរាបជូនថាមានប្រទេសណាទៀតដែលលោកសេនីកញ្ញាក៏ដូចជាបងប្អូនរបស់យើងចង់ដឹង ចាដូច្នេះជំរាបសួរ ជំរាបសួរបាទ រីករាយដែលបានជួបអត់ទេយើងផ្ញើខ្លួនផ្ញើប្រាណទៅហើយចានិយាយល្អមែនតើពិធីកស្គាល់គេហៅថាអ្នកជំនាញក្នុងការនាំដើរលេងចាឥឡូវដំបូងគេសូមឲ្យអ្នកទាំងពីរធ្វើការណែនាំខ្លួនសិន បានជាសួរបាទដល់លោកតារយ័យលោកពូអ្នកមីងអ្នកនេះខ្ញុំបាទឈ្មោះសៅតារាជាផ្នែកខាងលោកដំណាងកំសាន្តបាទ បាទ ចា បាទខ្ញុំជម្រាបសួរទស្សនិកជនរបស់គ្នាខ្ញុំបាទឈ្មោះសំអបពិសិដ្ឋជាផ្នែកលោកដំណើរកំសាន្តដូចគ្នា ចា បាទហើយថ្ងៃនេះនាំពីអ្នកខ្ញុំទៅណាទៀតហើយមើលទៅ សម្រាប់ខ្ញុំនាំបងទៅខាងទីក្រុងឌូបៃ បាទប្រទេសអារ៉ាប់រួម ហើយសម្រាប់ខ្ញុំគឺខ្ញុំនាំបងទាំងពីរទៅប្រទេសជប៉ុន អូចាសិតតែប្រទេសដែលតារាចូលចិត្តទាំងអស់ ទំនើបតនសម័យបាទ ចាតើឥឡូវតាមពិតទៅកន្លែងទេសចរជុំវិញពិភពលោកមានច្រើនណាស់តែគាត់ថាមួយរយៈនេះក្នុងប្រធានបទរបស់យើងហ្មងយើងព្យាយាមយកប្រទេសណាដែលជាទីពេញនិយមចាដែលបងប្អូនតែងតែមានការចាប់អារម្មណ៍ហើយគាត់ចង់ទៅប៉ុន្តែអត់ដឹងថាវាមានអីគេខ្លះ ត្រឹមត្រូវបាទ ហើយគាត់គួរសម្រេចចិត្តពេលខ្លះយើងកម្រងដើរលេងវាទឺតែចា បាទ ឥឡូវចង់ដឹងពីប្រទេសជប៉ុនសិនថាតើមានកន្លែងគោលដៅទេសចរសំខាន់ណាខ្លះដែរដែលយើងគួរថាអូពេលដែលដឹងហើយគួរតែឆ្នៃពេលទៅ បាទ បានអញ្ចឹងសូមជម្រាបផងដែរដល់លោកពូអ្នកមីងលោកតាយើងទាំងអស់គ្នាថ្ងៃនេះក៏មានឱកាសហៅថាបានធ្វើការបិទបង្ហាញទៅលើប្រទេសជប៉ុនហើយបច្ចុប្បន្នទូទាំងពិភពលោកជាជនគឺបានមានការទៅលើប្រទេសជប៉ុនជាច្រើនមិនថាប្រទេសកម្ពុជាយើងឬក៏ប្រទេសផ្សេងៗនៅក្បែរជិតខាងយើងគឺមានទៅលើប្រទេសជប៉ុនច្រើនដោយសារមានកត្តាច្រើនដោយសារប្រទេសជប៉ុនគឺជាប្រទេសមួយដែលសម្បូរហៅថាកន្លែងលេងនឹងចេះចិនណាយណាបាទគ្រប់4រដូវតែម្ដង បាទ អញ្ចឹងសម្រាប់បច្ចុប្បន្នបច្ចុប្បន្ននេះគឺយើងមានរដូវសាគុរ៉ាដែលជាកន្លែងដែលស្រស់ស្អាតមែនទែនដែលប្រជាជនជាជនដែលតែងតែពងប្រាថ្នាទៅមើលផ្កាសាគុរ៉ាអញ្ចឹងផ្កាសាគុរ៉ាគឺជាធម្មតាគឺគេរីកនៅក្នុងចុងខែ3ដល់ខែ4អញ្ចឹងទៅថ្មីនេះខាងក្រុមហ៊ុនក៏មានកម្មវិធីដំណើរកម្សាន្តទៅមើលផ្កាសាគុរ៉ាផងដែរបាទហើយក្រៅពីហ្នឹងនៅប្រទេសជប៉ុនគឺមានកន្លែងជាច្រើនដូចមានវិហារអាសាគូសា បាទ វិហារអាសាគូសាគឺជាវិហារមួយដែលជាសក្ការៈបូជាដែលមានអាយុកាលជាង500ឆ្នាំហើយកន្លែងហ្នឹងពេលយើងចូលទៅដល់គឺមានសោះស្រាយមែនតើសម្រាប់ដូចថាអ្នកដែលអត់គូយើងអាចពងទៅមានគូអញ្ចឹងណាបាទស័ក្តិសមមែនតើហើយអ្នកអត់កូនយើងអាចពងមួយឆ្នាំទៅមានកូន ក៏សុំបាន បាទសុំបាន វិហារដែលមានគោមធំមួយហ្នឹងមែនទេ បាទគោមធំហើយគោមសងខាងធំពីរហ្នឹង បាទបាទ ហើយជាពិសេសក្នុងរដូវកាលក្នុងចុងខែ3ហើយដើមខែ4នេះគឺពោពេញទៅដោយការសាគុរ៉ាច្រើនមែនតើនៅតាមជុំវិញវិហារតែម្ដង បាទ ហើយនៅវិហារអាសាគូសាហ្នឹងគឺពេលដែលចូលតាមផ្លូវហ្នឹងអញ្ចឹងយើងអាចឲ្យបងប្អូនខ្មែរយើងដែលអញ្ជើញទៅលេងតាមរយៈក្រុមហ៊ុនខ្ញុំផ្ទាល់អាចមានពេលប្រហែលជា1ម៉ោងកន្លះសម្រាប់ការធ្វើដំណើរចូលខាងក្នុងហ្នឹងយើងអាចទិញអាហារឬក៏ទិញជារបស់ souvenir តិចតួចហើយនឹងមានការបនស្រន់ហ្នឹងហើយនៅមុខវិហារហ្នឹងគេមានដូចជាកន្លែងដោតជើងធូបធំមួយ បាទ តែនៅហ្នឹងគឺគេមានជំនឿមួយនៅពេលដែលយើងដោតធូបហើយដូចខ្មែរយើងណាឲ្យធូបហើយយើងដើរចេញអត់ទេគេបនស្រន់ហើយឲ្យធូបហើយគេយកអាដៃយើងហ្នឹងក្បងផ្សៃហ្នឹងផាត់វិញ ចឹងណាអត់បានធ្វើឡើងហ្នឹងបើអត់មានគូនេះហ្នឹង អូខ្ញុំអត់ដឹងកន្លែងហ្នឹង ដឹងមែនតើ បាទបើសិនជាយើងបានធ្វើអញ្ចឹងមានថាដូចយើងអាសាបងអត់បានទៅបាទហ្នឹងហើយ សុំម្ដងទេបង យើងដោយសារអត់មានអ្នកប្រាប់ អត់ចាំមិន ពេលដែលយើងទៅដល់យើងកាន់ធូប អូខេ បួនសួងសិនថាខ្ញុំចង់បានគូ បងអីចឹងទៅ ហ្នឹងហើយចង់បានបរោះណាឬក៏នារីណាស្អាតអញ្ចឹងណា បាទ តែបើយើងដោតហើយយើងចាប់ដាំយកដៃយើងបួងហត់3ដងបាទ បួងអីគេបួង ផ្សែងអាផ្សែងផុតកុំខុយឡងឡងបាទយក បាទ ផុតហើយ ក្លិនផ្សែងនឹងចូល ពេលដែលគេថាពេលដែលសិនក្លិនផ្សែងនឹងចូលដូចចង្រៃឧបទប់ចង្រៃនឹងខ្លួនយើងគឺផ្សែងវាចេញអស់មកបាទដូចជាហៅថាវិញ្ញាណទេវតាចូលក្នុងខ្លួនយើងអញ្ចឹង ប៉ុន្តែពេលទៅដល់ហ្នឹងយើងអុចធូបហើយក្លិនហ្នឹងមកយើងទៅគ្រាន់យើងអត់បានធ្វើកាយវិការអញ្ចឹង កាយមកចេះ អាហ្នឹងវាថាបួងចឹងហើយយើងពេលយើងស្រោបក្លិនផ្សែងធូបនឹងហើយបានយើងធ្វើដំណើរទៅខាងមុខបន្តទៀតគេមានដូចជាដូចថាយើងចាក់ដែរសិនគេកឡុកបាទហើយគេមានទឹកហៅទឹកចេះថ្លាដូចយើងមិនខុសដូចយើងទៅវត្តភ្នំមានទឹកដែលហើយយើងស្រង់លុបអីចឹងទៅ ប៉ុន្តែទឹកហ្នឹងវាចម្លែកដូចថាវាមានដូចជាដងទឹកមួយដែលវាដូចថាវាផុសចេញមកបាទហ្នឹងហើយគេយកហ្នឹងមក
អាចអ្នកខ្លះទៅគេយកទៅញ៉ាំក៏បានតែអ្នកខ្លះទៅគេអត់ញ៉ាំគេអាចយកមកលុកមុខអីចឹងទៅឲ្យវាចេះថ្លាបាទហើយមានសេរីសុខស្ដីហើយជាពិសេសនៅកន្លែងហ្នឹងយើងអាចគេហៅថានៅប្រទេសជប៉ុនគេមានអាវសម្លៀកពាក់ជប៉ុនណាបាទជប៉ុនណាបាទហើយគីម៉ូណូបាទគីម៉ូណូបាទគឺអាចស្លៀកពាក់នៅនឹងលេងបានបែបជប៉ុនចឹងទៅក្រៅពីផ្កាសាគូរ៉ាហើយពហិមានកន្លែងអីផ្សេងទៀតអត់បងក្រៅពីនៅកន្លែងវិហារអាកាសសាគូសាគឺយើងនៅប្រទេសជប៉ុននៅក្នុងតុកយូតែម្ដងគឺមានហៅថាតំបន់អូដៃបាតំបន់អូដៃបាគឺជាកន្លែងទីក្រុងនណបមួយដែលផ្ដោតទៅលើហៅថាបច្ចេកវិទ្យាបងដឹងស្រាប់ហើយនៅប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានហៅថាវិស័យបច្ចេកវិទ្យាដែលជាគេបាទខ្លាំងមែនទែនតាក់ទងដូចជានៅជប៉ុនយើងនឹងស្រាប់ហើយនៅតាមផ្សារទំនើបទាំងអស់គឺភ្ញៀវទេសចរជាតិឬក៏អន្តរជាតិគាត់អាចពេលតែចូលក្នុងផ្សារទំនើបករណីយើងធម្មតាយើងចង់រកទិញអ្វីបានមួយមែនទេគេមានrobot របស់គេបាទរយន្តរបស់គេហ្នឹងដាក់ទឹកមកសួរយើងមកបាទចង់ទិញអីគេប្រាប់ថាខ្ញុំចង់ទិញទីហោម្សៅលើមុខទីហោចឹងទៅគេប្រាប់អូននៅជន់នេះហើយ brand ជួយយើងចង់រកសង្សារឲ្យបាន robot ជួយយើងបានបាទសុទ្ធមុខនេះឯងមុខសង្សារឯងមិនគេអាចព្រោះអីបើដល់បើសិនយើងដាក់គាត់ជាប់ឃើញគាត់ record ជាប់ហើយណាបាទវាទំនើបចឹងដូចហៅថាដូចជំនួស AI ចឹងគាត់អាចឆ្លើយគ្រប់សំណួរដែលយើងចង់សួរគាត់បាទដូចថាយើងមានចង់សួរអីគាត់អាចឆ្លើយយើងបានចង់ទិញអីស្លោអីញ៉ាំគាត់សួរយើងថាចឹងណាបាទវាបាទទំនើបស្ដាយទៀតអត់បានសួរ robot អត់បានសួរហើយតាក់ទងនឹងក្រៅពីហ្នឹងមកយើងមានទៅកន្លែងតំបន់អូដៃបានហ្នឹងគឺមានរូបសំណាកមួយហៅថាLamberti គឺជារូបសំណាកដូចសេរីភាពនៅសហរដ្ឋអាមេរិកចឹងណាដើម្បីរូបហ្នឹងគឺជប៉ុនគាត់ធ្វើឡើងដើម្បីតំណាងឲ្យថាការសាមគ្គីភាពរវាងប្រទេសជប៉ុននិងប្រទេសអាមេរិកគឺជិតស្និទ្ធបាទហើយនឹងមានន័យថាឯករាជ្យតែម្ដងនៅក្នុងប្រទេសជប៉ុនចឹងសម្រាប់បងប្អូនដែលទៅដល់តំបន់ហ្នឹងតែងតែថតរូបហើយថតជាប់រូបភាពហ្នឹងដូចនៅទីក្រុងញូវយ៉កយ៉ាងបាទតើបានទៅញូវយ៉កថតនៅជប៉ុនដូចគ្នាអាលីបានមកប៉ុស្តិ៍ដែរណាពេលខ្លះច្រឡំដែរតែខ្លះគាត់ថតចឹងទៅក៏ស៊ុំញចិត្តដល់ដល់អាមេរិកហើយពិតនៅជប៉ុនសោះបាទដូចគ្នាបាទដូចគ្នាហើយកន្លែងហ្នឹងបើយើងនិយាយទៅវាជាកន្លែងពេញនិយមមួយសម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលគាត់ទៅលេងតំបន់នោះហើយក្រៅពីនោះយើងនៅប្រទេសជប៉ុនគឺមានភ្នំ Fuji ចា៎ដឹងណាភ្នំ Fuji ជាភ្នំតកក្នុងពេញមួយឆ្នាំហ្មងដែលភ្នំហ្នឹងយើងមើលទៅគឺឃើញតកពេញមួយឆ្នាំហើយនៅខាងភ្នំ Fuji ហ្នឹងគឺយើងមានកម្មវិធីក្រុមហ៊ុនយើងមានរៀបចំការស្នាក់នៅអូតែលនៅលើភ្នំតែម្ដងបាទហើយជាពិសេសនៅប្រទេសជប៉ុននៅកន្លែងភ្នំ Fuji ហ្នឹងយើងមានកម្មវិធីឲ្យភ្ញៀវស្លៀកពាក់អាវបែបជប៉ុនអញ្ចឹងណាបាទដើម្បីចូលរួមញ៉ាំអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ជាពិសេសអាហារពេលល្ងាចហ្នឹងគឺយើងរៀបចំជូនដល់ភ្ញៀវដែលមកតាមរយៈក្រុមហ៊ុនផ្ទាល់គឺមានលក្ខណៈជាក្តាមជាតែម្ដងក្តាមធំណាតែអាក្តាមហ្នឹងគេយកអាជើងធំៗវាកាញ់មកដាក់ញ៉ាំ buffet មកបាទជូនដល់អតិថិជនបាទហាយរបស់គេបាទញាក់សាច់មកគាត់ស្ដាប់ចង់ទៅចង់ទៀតចង់ទៀត buffet ក្តាមបាទញ៉ាំអត់ទាស់បាទហើយអាហារពេលល្ងាចហ្នឹងយើងមាន sushi វាមានម្ហូបជាច្រើនសម្បូរបែបបាទសឹកគ្រឿងសមុទ្រតែម្ដងបាទនិយាយមករឿងម្ហូបតារាកែវភ្នែកតារាខុសប្រក្រតីហេវចង់ទេចែករឿងស៊ូស៊ីហើយចង់សួររឿងអីផ្សេងអត់ទេណានៅគ្នាល្អខ្ញុំដឹងបងគិតអីបាទដឹងបងគិតអីគិតអីព្រោះកែវភ្នែករឿងខុសគាត់នៅប្រហើបពាក្យស៊ូស៊ីភ្លាមដូរកែវភ្នែកបាទស៊ូស៊ីមែនបាទជាអាហារណាអាហារជប៉ុនហើយគ្រាន់ថាល្អមួយនៅកន្លែងហ្នឹងនៅភ្នំ Fuji ហ្នឹងគឺជាតំបន់បន្ទប់នឹងភ្លើងមួយដែលជាសល់តាំងពីយូរលង់ណាស់មកហើយកន្លែងហ្នឹងគឺមាន hot spring water គឺមានទឹកក្តៅដែលដូច onsen ហ្នឹងចាអញ្ចឹងកន្លែងហ្នឹងយើងមានជូនភ្ញៀវទៅងូតទឹកក្រែហ្នឹងអញ្ចឹងក្រៅពីហ្នឹងមកនឹងភ្នំ Fuji គឺជានិមិត្តរូបសញ្ញាតំណាងឲ្យប្រទេសជប៉ុនទាំងមូលតែម្ដងដែលជាកន្លែងតំបន់ទេសចរដ៏ទាក់ទាញនៅក្នុងប្រទេសជប៉ុនហើយនៅក្រៅពីនោះមកយើងពេលដែលយើងចុះពីលើភ្នំ Fuji មកយើងចុះខាងក្រោមវិញតិចមានកន្លែងដូចជាចកា strawberry បាទយើងទៅបេះ strawberry ញ៉ាំជ្រលក់មួយទឹកដោះគោអូឆ្ងាញ់មែនតើ strawberry របស់គេធំបងបាទហើយឆ្ងាញ់មែនតើហើយចា strawberry ជប៉ុនអាចមានប៉ុណ្ណេះទៀតធំបាទចាធំបាទធំហើយបែកទូចបាទអត់ដូចយើងនៅថៃផ្សារលក់នេះណាទូចបាទធំហើយយើងប៉ែតបាទហើយតែផ្អែមឆ្ងាញ់បាទផ្អែមចឹងគេគិតលុយបងយើងចូលសម្រាប់ package នេះគឺខាងក្រុមហ៊ុនរៀបចំបាទ
បាទមកនេះហ្មងបាទយកអាចជូននៅគាត់ចូល ចូលទៅញ៉ាំអីមកស្រី ស្រីញ៉ាំស្រីបាទមកញ៉ាំ បាញ់ញ៉ាំ បាទ អត់ចប់ទេណា បើខ្ចប់គេលក់ខាងក្រៅទៀត ចា ទៀត សឹង បាទ គីឡូ បាទត្រឹមគីឡូ ហើយប៉ុន្តែបើសិនជាយើងលៃទៅតាមខែ strawberry ផ្លែក៏វាមានពេលវេលា មានពេល តាម មាន ខែនឹងដែរមិនប្រកាសថាយើងទៅខុសខែមាន strawberry ញ៉ាំទេ បើសម្រាប់នៅជើងភ្នំហ្វូជីហ្មងតើតរអាកាសធាតុវាតែសឹងតែត្រជាក់សឹងពេញមួយឆ្នាំព្រោះឯនៅលើហ្នឹងវាមានភ្នំតកកហើយភ្នំហ្នឹងដែលមានកម្ពស់ជាង 3000 ជើងម៉ែត្រ 7-4000 ម៉ែត្រ ចា ដែលខ្ពស់ជាងគេទាំងអស់នៅក្នុងប្រទេសជប៉ុនទាំងមូលតែម្ដងបាទអញ្ចឹងនៅកន្លែងហ្នឹងគេមានកន្លែងគេដាំបើមិនជាដល់ខែរបស់វាហ្មងគឺតុងឡងខែ3ខែ4ហ្នឹងពងពេញ អូអញ្ចឹងដល់ខែល្មមហ្មងនេះផ្កាក៏ស្អាត បាទ ចា strawberry ក៏មាន strawberry ក៏មាន ក៏មាន អូយហើយក បាទ មានកន្លែងដើរលេងស្អាតស្អាតទៀតណាជប៉ុន បាទ សម្បូរណា បាទហើយ តកតងនៅប្រទេសជប៉ុនវាបើយើងនិយាយជាតំបន់ទេសចរបែបធម្មជាតិផងនិងបែបកែច្នៃផងគេថាទំនើបនឹងសម័យមួយគ្នានៅក្រៅនោះគឺជប៉ុននៅមានកន្លែងលេងមួយគេហៅថា Disneyland ណា បាទ អត់បានទេ គេច្រើនពេញនិយមមកប៉ាម៉ាក់អីដែលមានកូនតូចៗដោយថាថ្ងៃវ៉ាកងជប់សម្រាប់អីហ្នឹងគាត់អាចយកកូនគាត់ទៅលេងនៅប្រទេសជប៉ុនបាន ខានសួរកន្លែងក្មេងហ្នឹង បាទសុំឧស្សាហ៍ តែណារ៉ាធ្លាប់ជូនខ្លួនឯងទៅលេងដែរ ជូនខ្លួនឯងទៅលេងដែរ ទៅលេងជាក្មេងទៀត ជាងបាទខ្ញុំថាមានគ្រប់ម៉ានម៉ាស៊ីនចង់លេងសង្គ្រប់ម៉ាស៊ីនតែស្អីយើងនិយាយបានមកនិយាយចឹងយើងមកម្ដងយើងត្រូវតែលេងអស់ចិត្តនិយាយចឹង អញ្ចឹងកន្លែងហ្នឹងគឺយើងចូលទៅយើងមានចំណាយពេលវេលាសម្រាប់ទៅលេងហ្នឹងគឺមួយថ្ងៃវល់ងាយយើងចូលពីម៉ោង10ព្រឹកទៅបង បាទ ហើយសម្រាប់សម្បត្តិទស្សនាគឺយើងរៀបចំជូននៅតែជូនតែផ្លូវ មកផ្លេ បាទបាទមកផ្លេលេងមកស្អីលេងអីក៏បានដែរលេងបាទលេងមានរថភ្លើងក្លាប់ចាក់បាទជិះ roller coaster ហ្នឹងបាទប៉ុន្តែហ្នឹងយើងត្រូវមើលដែរទៅតាមប្រភេទភ្ញៀវបើសិនគាត់ចាស់យើងត្រូវតាមគាត់ព្រោះអីបើសិនជាយើងពេលដែលជូនគាត់ទៅដល់សួនកំសាន្តធ្វើសួនកំសាន្តគេធំអញ្ចឹងយើងត្រូវតែមើលទៅលើអតិថិជនភ្ញៀវដែលគាត់អញ្ជើញទៅលេងបែបក្មេងបើក្មេងគាត់ចេះភាសាអង់គ្លេសឬគាត់ចេះអាចមើល map មើលអីបានហើយបើសិនជាគាត់ចាស់អញ្ចឹងដូចជាបងមានប៉ាម៉ាក់ចាស់មកតាមរយៈក្រុមហ៊ុនខ្ញុំគឺខ្ញុំមានដែននាំគាត់ថាល្បែងណាមនុស្សចាស់លេងបានល្បែងណាមនុស្សចាស់លេងកើតបាទយើងត្រូវនាំគាត់ហើយបើគាត់ហត់យើងនាំទៅអង្គុយកន្លែងញ៉ាំទឹកអីចឹងទៅ ចា បាទហើយសម្រាប់ក្រៅពីសួនកំសាន្តនៅប្រទេសជប៉ុនមានកន្លែងលេងបែបវប្បធម៌បុរាណជាច្រើនហើយនិយាយទៅមានច្រើនមែនតើដែលយើង រៀបរាប់អស់ បាទហ្នឹងគាត់រៀបពីវត្តធួណានៅសល់កន្លែងដើរលេងច្រើនមែនតើបាទ មានច្រើនហើយមានតាក់ទងនឹងហូបអាហារវាប្រពៃណីវាសម្រស់បបបាយមែនតើជប៉ុនបាទ ចាអញ្ចឹងក៏សន្មតថាប្រទេសជប៉ុនគឺជាទីកន្លែងដំណើរកម្សាន្តដ៏ល្អគ្រប់វ័យទាំងអស់មិនថាក្មេងមិនថាចាស់ទេចាក្មេងសប្បាយបែបក្មេងទៅមនុស្សចាស់សប្បាយបែបមនុស្សចាស់ដូចជារៀងច្រើនគួរសមហីប៉ុន្តែបើសិនជាបងប្អូននៅសល់ព័ត៌មានណាមួយចង់ដឹងបន្ថែមទៀតអាចអញ្ជើញមកភ្នាក់ងារក្រុមការងាររបស់យើងបានណាចាឬក៏ទូរស័ព្ទមកគ្រឿងមកសួរបានទៀតឥឡូវយើងបន្តទៅកាន់ឌូបៃវិញបងប្អូនចេញពីជប៉ុនទៅលេងឌូបៃ ជាសួរបងម្ដងទៀត បាទជាសួរម្ដងទៀត អញ្ចឹងសម្រាប់ទីក្រុងឌូបៃឬក៏ប្រទេសអារ៉ាប់រួមខ្ញុំយកប្រទេសអារ៉ាប់រួមយកមកនិយាយសិនបងគិតពីអីមុនគេពីប្រទេសអារ៉ាប់រួម ខ្សាច់ ចា តែចិត្តស្ដែងបាទ ភេង ចា តែចិត្តស្ដែងប្រទេសអារ៉ាប់រួមបានផ្លាស់ប្ដូរខ្លួនឯងពីទីក្រុងដែលវាខ្សាច់មកជាទីក្រុងទំនើបដែលមិនគួរឲ្យជឿក្នុងសម័យថ្មីហើយយើងនឹងលើកយកទីក្រុង2ដែលកំពុងពេញនិយមនៅក្នុងស្រុកខ្មែរដែលប្រជាជនខ្មែរយើងចាប់អារម្មណ៍ទៅកាន់ប្រទេសអារ៉ាប់រួមគឺទីក្រុងឌូបៃនិងទីក្រុងអាប៊ូដាប៊ី បាទអញ្ចឹងសម្រាប់មួយទៀតសម្រាប់ផ្នែកកំណត់របស់ប្រជាជនខ្មែរគិតទៅប្រទេសអារ៉ាប់រួមគឺគេគិតជាមួយនឹងម្ហូបអារ៉ាប់ដែលញ៉ាំដោយដៃជាក់ស្ដែងនៅពេលបងចេញទៅបងហូបម្ហូបបែបអារ៉ាប់ដែរប៉ុន្តែមួយពេលគាត់គឺដើម្បីជាក់ស្ដែងធម្មតាយើងដើរលេងយើងចង់ទៅគេចង់បង្ហាញវប្បធម៌គេយើងដឹងហើយបាទតែរាល់ពេលផ្សេងៗគឺយើងហូបម្ហូបបែបធម្មតាផ្សេងបាទអញ្ចឹងនៅពេលដែលបងហូបម្ហូបបែបនោះអត់កើតគឺពួកយើងផ្ដល់ជូនជាមួយនឹងម្ហូបផ្សេងជូនបងបាទបងអាចឲ្យបងសាកបានប៉ុន្តែបងថាបងសាកអត់កើតយើងមានម្ហូបផ្សេងជូនមាន option ឲ្យយើងដែរ អូខេ បាទយើងកើតក៏យើងកើតទៅបាទ ហើយយើងទីក្រុងឌូបៃបើបងគិតទៅគឺអ្វីដែលបងមិនគួរឲ្យជឿគឺទីក្រុងដែលទំនើបជាងគេបំផុតបាទហើយជាមួយនឹងដែលអភិវឌ្ឍលឿនបាទជាមួយនឹងអ្វីដែលឌូបៃធ្វើគឺអ្វីដែលធំអស្ចារ្យជាងគេគឺគាត់ធ្វើអស្ចារ្យជាងគេមកដូចជាអគារដែលខ្ពស់ជាងគេលើពិភពលោកសួនច្បារដែលធំជាងគេលើពិភពលោកម៉លដែលធំជាងគេលើពិភពលោកបាទគឺគាត់ធ្វើជួយធ្វើអីធំជាងគេបាទចូលធ្វើឲ្យខ្លាំងជាងគេបាទគាត់គិតថាប្រេងថ្ងៃណាមួយគង់អស់អញ្ចឹងគាត់នឹងទាញយកទេសចរពីប្រទេសគាត់វិញបាទពីពិភពលោកគាត់វិញ
បាទអញ្ចឹងឌូបៃធ្វើអ្វីដែលមិនគួរឲ្យជឿគឺគាត់ចាក់សាច់ធ្វើជាកោះបាទអភិវឌ្ឍឲ្យសិតតាវីឡាមហាសេដ្ឋីទាំងអស់បាទអញ្ចឹងសម្រាប់ក៏ទៅឌូបៃអាគារ Burj Khalifa គឺជានិមិត្តរូបរបស់ប្រទេសឌូបៃឯងបាទទីក្រុងឌូបៃអធិស្ឋានបាទអញ្ចឹងនៅពេលបងទៅដល់ធួរកញ្ចប់ធួរឌូបៃគឺបងទទួលជាមួយនឹងបទពិសោធន៍ជាមួយនឹងទីក្រុងទំនើបបាទទៅវប្បធម៌សាសនាជាមួយនឹងធម្មជាតិឌូបៃมันគិតថាអីគេគឺខ្សាច់បាទគឺយើងទទួលបទពិសោធន៍ជាមួយនឹងការជិះឡាន foreigner នៅលើឆ្នេរខ្សាច់បាទរយៈពេលខ្ទង់ប្រហែលជា1ម៉ោងទៅ2ម៉ោងបាទហើយនិយាយថាយើងចាក់នៅលើខ្សែចុះបងសប្បាយណាបាទគឺអារម្មណ៍ពេលហ្នឹងគឺខ្ញុំពេលយើងតែនិយាយលើកទី1ឯងខ្លាចប៉ុន្តែយើងសួរអារម្មណ៍ភ្ញៀវសិនថាគាត់ហ៊ានអត់ត្រូវតែទៅហើយអត់សួរហ៊ានអត់ទេបាទប៉ុន្តែសួរថាបងចង់ខ្លាំងឬក៏ខ្សោយគេមាន level គេទៀតមាន level គេត្រូវតែទៅដល់ហ្នឹងត្រូវតែឡើងទៅបាទសុំចាំនៅក្រៅ cloud អត់ទេបងអត់ទេបងត្រូវតែទៅប៉ុន្តែខ្ញុំនឹងចាប់ជាសមាជិកថាបងណាដែលចង់ជិះយឺតបងណាចង់ជិះលឿនក្នុងមួយឡាននេះជិះប៉ុន្មាននាក់6នាក់រាប់ទាំងតកង់7នាក់ទាំងតកង់ច្រើនពីមុខ3កណ្ដាលពីក្រោយចុះមានសុំជិះលើដំបូងឲ្យបានទេអត់បានទេបាទតែធ្លាក់មែនបាទហើយបងបានទៀតណាយល់ទៅឌូបៃបងអត់ជិះឡាននៅក្នុងសាច់ទេគឺគាត់អត់ទៅដល់ចឹងបាទបានដល់អារ៉ាប់ចឹងដូចបាត់អ្វីម្យ៉ាងបាទបងបានដោយសារវាជាវប្បធម៌គេមួយដែរបាទហើយបងបានស្លៀកពាក់ជាមួយវប្បធម៌ប្រពៃណីអារ៉ាប់ទៀតកាត់ទៀតបាទយើងស្លៀកពាក់ពេលដែលយើងទៅលេងកន្លែងជិះឡានហ្នឹងហ៎បានទីកន្លែងមួយទៀតគឺនៅក្នុងទីក្រុងអាប៊ូដាប៊ីបងត្រូវតែសម្លៀកបំពាក់ខាងអារ៉ាប់តែម្ដងបាទមកគេឲ្យជើងចូលព្រោះមានគេពហិថាបងអត់ចង់ពាក់អារ៉ាប់ទេគឺបងគ្រាន់ថាសម្លៀកបំពាក់យើងគឺចិត្តដៃហើយខ្លុំសក់សម្រាប់ការស្លៀកពាក់បែបអារ៉ាប់គឺមានអារម្មណ៍ថាបងប្លែកជាមួយនឹងខ្លួនឯងបាទធម្មតាវប្បធម៌យើងផ្សេងវប្បធម៌គេផ្សេងបាទយើងចូលបែបសាសនាគេតែម្ដងបាទអញ្ចឹងមុនហ្នឹងយើងជិះឡានហើយតមកយើងនិយាយរឿងការស្លៀកពាក់យើងទាញចូលមករនឹងវិហារសិក្សាតិចដែលជាវិហារដែលធំជាងគេនៅក្នុងប្រទេសអារ៉ាប់រួមតែម្ដងបងសសុតបងឲ្យចូលទៅគឺវាលក្ខណៈថាប្រពៃណីគេគឺហាមឃាត់រៀងច្រើនដោយសារអីគេចង់ឲ្យយើងទទួលនៅអ្វីដែលគ្រប់នៃសាសនាផងគេគឺគេគាត់សុំថាយើងគួរខ្លុំសក់ជាមួយនឹងចិត្តដៃចិត្តជើងសម្រាប់សុភាពនារីឬផងយើងសក់អត់អីទេតែឲ្យចិត្តដែរបាទតែវាពិសេសដោយសារប្លែកអារម្មណ៍តែម្ដងបាទហើយអញ្ចឹងខ្ញុំសុំបកមករទៅខាងវាសាច់វិញអញ្ចឹងបងមិនត្រឹមតែជិះឡាននៅវាសាច់ទេគឺបងទៅភ្លក់ជាមួយនឹងអាហារនៅខាងប្រទេសអារ៉ាប់ទៀតជាមួយនឹងរបាំក្បាលពោះបាទគឺគាត់កវីក្បាលពោះបាទហ្នឹងហើយបងហើយជាមួយនឹងការជីអូតបបិស័កនៃការជីអូតចាក់ស្ដែងឌូបៃគឺសត្វអូតគឺតំណាងប្រទេសគេក៏គេសត្វដល់ឌូបៃអញ្ចឹងមកបងជីសត្វអូតគឺបងត្រូវត្រង់ខ្លួនបងធ្លាប់ជីហើយបាទត្រូវខ្នងឲ្យត្រង់សាច់ខ្ញុំល្អជាបានឆ្ងាញ់ជាងគេអូតគឺឈរជើងក្រោយមុនជើងក្រោយមុនបាទអញ្ចឹងយើងពេលគាត់ឡើងទៅយើងត្រូវឈរបាទហ្នឹងហើយបងអញ្ចឹងបបពិសោធន៍គឺពិសេសជាមួយនឹងការស្លៀកពាក់បាទជាមួយនឹងការជីអូតហូបបែបអារ៉ាប់ហើយជាមួយនឹងជិះឡាននៅក្នុងសាច់អាហ្នឹងជាអ្វីដែលឌូបៃវប្បធម៌ផងគាត់តែម្ដងហើយជាមួយនឹងភាពទំនើបគឺយើងបានរួមបញ្ចូលជាមួយនឹងសវត្ថចូលទស្សនាអគារខ្ពស់ជាងគេលើពិភពលោក Burj Khalifa អូយធម្មតាយើងទៅហ្នឹងបងយើងចង់ទៅមើលអាគារហ្នឹងឯងវាខ្ពស់ជាងគេអញ្ចឹងបើយើងទៅហើយយកបានឡើងវាដើម្បីអីណោះដែរអញ្ចឹងបានទៅ World Pub ជូនបងឡើងដល់លើហ្នឹងហ្មងមែនទេពេលខ្លះយើងទៅខ្លួនឯងយកឲ្យហ៊ានចំណាយលុយទិញសមុទ្រឡើងទៅខ្លួនឯងវាស្ដាយលុយបើយើងទិញជាកញ្ចប់ចឹងមកទិញកញ្ចប់មកគឺបានឡើងហ្មងពេលខ្លះពួកគាត់ទិញឲ្យប៉ាម៉ាក់គាត់អញ្ចឹងប៉ាម៉ាក់គាត់ធម្មតាគាត់ចង់បានកញ្ចប់មួយដែលថារួមបញ្ចូលទាំងអស់ហើយគាត់ចង់ឲ្យប៉ាម៉ាក់គាត់ចាយលុយផ្សេងទៀតទេអញ្ចឹងទៅដល់នោះគាត់ដឹងថាប៉ាម៉ាក់គាត់បានឡើងទៅដល់លើហើយបាទហើយបាន shopping ជាមួយនឹង brand ជាមួយនឹង Dubai Mall ដែលមានអាង aquarium នៅក្នុងនោះទៀតចាបាទធំមែនទែនតែម្ដងបាទអូអីបាទថាចំណាយពេលមួយថ្ងៃដែរសម្រាប់ទៅឌូបៃធម្មតាយើង5ថ្ងៃ5ថ្ងៃបាទ5ថ្ងៃដល់នេះមានអារម្មណ៍ថាដល់ពេលរៀបរាប់មកច្រើននេះ5ថ្ងៃនេះចង់ខើពួកកន្លែងវាច្រើនណាចាហើយអារម្មណ៍របស់ពួកយើងពេលទៅដល់កន្លែងមួយមកវាគេហៅថាកជ្រោលតែជាមួយនឹងអតិថិភាពមើលបរិយាកាសអីដែលយើងអត់ដែរបានឃើញអត់ដែរបានស្គាល់ហើយណាមួយយើងមានពេលវេលាស្វែងយល់ពីអរិយធម៌វប្បធម៌របស់គេទៀតបាទមានអារម្មណ៍ថាកម្មវិធីរបស់យើងអាចនឹងធ្វើឲ្យបងប្អូនមួយចំនួនអត់សូវរីករាយប្រហែលទេចាប់ដើមបន្ទោសខ្លួនឯងខាងហេតុអីបានពេលហ្នឹងម៉ោងហ្នឹងយើងអត់ទាន់បានទៅដល់ប្រទេសហ្នឹងចាចង់ប្រាប់ទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថាអត់ទាន់ហួសពេលទេ
ដរាបណាយើងមានគោលដៅជីវិតរបស់យើងចាហើយការចំណាយរាល់ធ្វើដំណើរទេសចរមួយក៏មិនមែនបានន័យថាយើងទៅបំផ្លាញលុយជាយុឈាមរបស់យើងដែរតែយើងផ្ដល់កាដូឲ្យជីវិតខ្លួនឯងត្រឹមត្រូវបាទនេះគឺជាចំណុចមួយល្អមែនតើព្រោះថាបងប្អូនរបស់យើងមួយចំនួនពេលខ្លះគាត់មានលុយហើយចាអត់ដឹងទៅណាផងអត់ដឹងថាចំណាយលុយប៉ុណ្ណឹងដើរប្រទេសណាបានខ្លះទេតែ World Pop ជួយបានគាត់តែយើងមកសាកសួរជាមួយនឹងបុគ្គលិកគាត់មានជំនាញសួរគាត់ហើយគាត់នឹងធ្វើការប្រឹក្សាថាឥឡូវបងឯងមានបាច់ចិត្តប៉ុណ្ណាចឹងអាចចង់ទៅលេខប្រទេសបែបនេះបានគឺគាត់ប្រឹក្សាយើងបានល្អមែនទែនបាទចាអរគុណទៅការជំរាបរបស់យើងទាំងពីរដែលបានចូលរួមចែករំលែកនៅគោលដៅដើរលេងសំខាន់ជាច្រើនចានៅក្នុងប្រទេសជប៉ុនក៏ដូចជាប្រទេសអ៊ូបៃហើយនៅក្នុងនោះទៀតសោតយើងបានចែករំលែកច្រើនមែនទែននៅក្នុងកម្មវិធី Pop Zone របស់យើងនេះហើយយើងហ៊ានធានាថាបើសិនជាបងប្អូនទាំងអស់គ្នាប្រិយមិត្តទូរទស្សនិកជនមិនថាអតិថិជនចាស់ឬក៏អតិថិជនថ្មីរបស់ World Pop ទេឲ្យតែតាមដាននៅក្នុងកម្មវិធី Pop Zone នោះបងប្អូនទាំងអស់គ្នាហាក់បីដូចជាមានកម្រងឯកសារមួយច្បាស់លាស់តើការចំណាយរបស់បងប្អូនចំគោលដៅឬអត់ការចំណាយថវិការបស់បងប្អូនសាងនៅអនុស្សាវរីយ៍ការចងចាំបែបណាខ្លះដែរត្រឹមត្រូវមែនតើបាទនេះគឺជាចំណុចល្អដែលយើងចែករំលែកជូនដល់បងប្អូនទាំងអស់គ្នាតែប៉ុន្តែនេះមិនមែនជាកម្មវិធីបើនិយាយទៅគឺយើងចែករំលែកនៅបទពិសោធន៍ល្អៗជូនទៅដល់ពុកម៉ែបងប្អូនរបស់យើងហើយមួយចំនួនទៀតបងប្អូនដែលគាត់ចង់ដើរលេងគាត់ត្រូវត្រៀមខ្លួនបែបម៉េចត្រូវមានបាច់ចិត្តប៉ុណ្ណាទៅដល់ប្រទេសណាដែលគាត់ត្រូវទៅហើយប្រទេសណាដែលគាត់ត្រូវទៅដំបូងគេបំផុតចាមួយវិញទៀតចង់ជម្រាបជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថារាល់ដំណើរកម្សាន្តគឺអាស្រ័យទៅលើសុខភាពរបស់យើងដូចគ្នាដែរទទួលស្គាល់ថារាល់ថ្ងៃនេះពួកយើងហត់ណាម្នាក់បំពេញការងារដើម្បីជីវភាពប្រចាំថ្ងៃរបស់យើងប៉ុន្តែស្របពេលមួយយើងថាចេះអូយអត់ទេអត់ចង់ចំណាយលុយទេស្រាប់តែពេលណាមួយនោះសុខភាពរបស់យើងទ្រុឌទ្រោមអារម្មណ៍យើងនៅចង់ទៅសុបាយទៀតអត់អញ្ចឹងទាន់មានឱកាសឥឡូវនេះប្រទេសរបស់យើងមានសេវាកម្មសម្បូរបែបទៀតចាគួរតែសាក់ល្មងដែរធំត្រូវហើយព្រោះថាដូចបានធ្វើការជំរាបជូនអញ្ចឹងទាន់តែយើងនៅដើរបានទាន់តែយើងនៅ enjoy បានយើងអាចទៅព្រោះថាមានបងប្អូនមួយចំនួនគាត់ចេះតែបារម្ភចេះអត់ចេះភាសាផងបាទសុខគេមិនកើតឥឡូវអត់ប្របាយបងប្អូនយើងមាន tour leader យើងមាន guide យើងមានអីមក play ចេញទៅលួយមកបានទៅដល់ហើយបងប្អូនបាទអរគុណម្ដងទៀតសម្រាប់ប្រិយមិត្តទូរទស្សនិកជនទាំងអស់គ្នាដែលបានតាមដានទស្សនាកម្មវិធី Pop Zone តាំងពីដើមរហូតមកដល់ពេលនេះផ្ទាល់តែម្ដងហើយកុំភ្លេចតាមដាននៅក្នុងកម្មវិធីរបស់យើងថាតើសួរក្រោយយើងនឹងធ្វើការចែករំលែកនៅព័ត៌មានសម្បូរបែបណាខ្លះដែរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាប៉ុន្តែបើទោះបីជាពួកយើងព្យាយាមខិតខំបង្ហាញនៅទីតាំងសំខាន់ភ្ជាប់ជាមួយនឹងរូបភាពជាច្រើនក៏ពិតមែនក៏ប្រហែលជាបងប្អូនទាំងអស់គ្នានៅតែមានចម្ងល់ដដែលទេចាសូមបញ្ជាក់ថាយើងមាន office របស់យើងតាក់ទងជាមួយនឹងក្រុមហ៊ុនទេសចរ World Pop គឺត្រៀមខ្លួនរួចជាស្រេចដោយសារតែគ្រប់បុគ្គលិករបស់យើងទាំងអស់គឺមានជំនាញច្បាស់លាស់ក្នុងការរៀបរាប់ថាតើអ្វីទៅជាការចង់បានរបស់អតិថិជនទាំងអស់គ្នាត្រឹមត្រូវហើយបើសិនជាលោកស្រីនេះកញ្ញាបងប្អូនរបស់យើងមានចម្ងល់យើងមានលេខទូរស័ព្ទនៅខាងក្រោមនេះស្រាប់បងប្អូនអាចទេមករើមកសួរជាមួយនឹងព័ត៌មានផ្សេងពាក់ព័ន្ធជាមួយដំណើរកម្សាន្តឬក៏គោលដៅផ្សេងឬក៏ចង់ធ្វើវីសាអីគឺយើងមានកំភ្លេចជូនបងប្អូនតែម្ដងបាទជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខភាពល្អហើយរាល់ដំណើរទេសចរទីជិតទីឆ្ងាយប្រកបទៅដោយភាពសប្បាយរីករាយបន្សល់ជាមួយនឹងការចងចាំដែលមិនអាចបំភ្លេចបាននៅពេលនេះយើងខ្ញុំទាំងអស់គ្នាសូមអរគុណសូមគោរពលាបាយ